សម្រាប់ញោមកៅឈូកនេះបងប្អូននិយាយពីថារសជាតិគឺឆ្ងាញ់ប្លែកតែម្ដងណាបងប្អូនហើយសម្រាប់ញោមកៅឈូកនេះដែរយើងអាចធ្វើញ៉ាំជាមួយបាយក៏បានយើងធ្វើសម្រាប់ក្លែមក៏បានដែរបងប្អូនចាហើយថ្ងៃនេះដែរគឺខ្ញុំចង់មកប្រាប់បងប្អូនពីរបៀបធ្វើញោមកៅឈូកណាបងប្អូនហើយសម្រាប់ញោមកៅឈូកនេះដែរគឺយើងអាចប្រើជាមួយនឹងសាច់មាន់ក៏បានសាច់ជ្រូក3ជាន់ក៏បានឬក៏យកសាច់ជ្រូក3ជាន់លាយជាមួយនឹងគួរគីគ្រីមក៏បានដែរបងប្អូនចានេះគឺជាគ្រឿងផ្សំរបស់ញោមកៅឈូកមានដូចជាក្រអៅឈូកជីគ្រប់មុខហើយសម្រាប់បន្លែផ្សេងបងប្អូនអាចបន្ថែមជាមួយនឹងម្ទេសហាវ៉ៃក៏បានដែរបងប្អូនចាហើយនេះគឺជាសាច់ជ្រូក3ជាន់ហើយសាច់ជ្រូក3ជាន់នេះគឺយើងយកទៅស្ងោរសិនណាបងប្អូនហើយគ្រឿងចុងក្រោយនេះគឺមានសណ្ដែកដីដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនហើយនេះគឺជាទឹកត្រីកោះកុងណាបងប្អូនចាជាបន្ទាប់មកនេះគឺខ្ញុំដាក់សាច់ជ្រូកចូលទៅក្នុងចង្ដៃដើម្បីធ្វើការញោមតែម្ដងបងប្អូនចាហើយដាក់សាច់ជ្រូកហើយនេះគឺខ្ញុំដាក់ទៅជាមួយនឹងជីគ្រប់មុខហើយជីគ្រប់មុខនេះបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តបងប្អូនទៅបងប្អូនចង់ដាក់ជីបែបណាបងប្អូនអាចដាក់ជីបែបហ្នឹងបានណាបងប្អូនបន្ទាប់មកគឺខ្ញុំដាក់ទៅជាមួយនឹងកៅឈូកហើយកៅឈូកនេះដែរគឺយើងសក់រៀងស្ដើងបងប្អូនយើងមិនបាច់ដាក់ទាំងក្រាស់ពេកទេណាបងប្អូនយើងសក់ឲ្យរៀងស្ដើងបន្ទាប់មកគឺខ្ញុំបន្ថែមទៅជាមួយនឹងទឹកត្រីកោះកុងណាបងប្អូននិយាយទៅនៅពេលដែលយើងធ្វើញោមកៅឈូកជាមួយទឹកត្រីកោះកុងនេះបងប្អូននិយាយពីថារសជាតិឆ្ងាញ់ប្លែកតែម្ដងណាបងប្អូនហើយសម្រាប់រសជាតិទឹកត្រីកោះកុងនេះដែរបងប្អូនគឺថាយើងយករសជាតិទៀងដិបបន្តិចណាបងប្អូនហើយនិយាយទៅញោមកៅឈូកនេះបងប្អូននិយាយពីថាញោមជាមួយសាច់ជ្រូក3ជាន់នេះគឺឆ្ងាញ់ណាបងប្អូនហើយបើយើងដាក់សាច់មាន់ជាតិរឹតតែឆ្ងាញ់តែម្ដងហ្នឹងណាហើយញោមកៅឈូកនេះគឺខ្ញុំចូលចិត្តខ្លាំងណាបងប្អូនហ្នឹងហើយណាមួយប្រហែលខែនេះអត់បានដាក់វីដេអូចូលបងប្អូនអើយហ្នឹងតែថ្ងៃនេះមានពេលទំនេរគឺខ្ញុំចង់មកធ្វើញោមកៅឈូកឲ្យបងប្អូនមើលតែម្ដងណាបងប្អូនចានិយាយទៅនៅពេលដែលយើងច្បល់ចូលគ្នាហ្នឹងបងប្អូនយើងកុំច្បាច់ខ្លាំងពេកណាបងប្អូនគឺយើងច្បាច់វាល្មមបានដែរដើម្បីអីកុំឲ្យជីឬក៏កៅឈូកនឹងវារៀងទូខ្លាំងពេកណាបងប្អូននិយាយទៅយកមកល្មមដែលខ្ញុំលាយនេះគឺឆ្ងាញ់ខ្លាំងតែម្ដងគឺវាស្រួយស្រេះហ្មងបងប្អូនហ្នឹងចាឥឡូវរសជាតិគឺល្មមតែម្ដងបន្ទាប់ពីដាក់នេះហើយគឺខ្ញុំបន្ថែមទៅជាមួយនឹងសណ្ដែកដីណាបងប្អូនចាឥឡូវនេះញោមកៅឈូករបស់ខ្ញុំហ្នឹងគឺបានរួចរាល់ហើយបងប្អូនហើយសម្រាប់រសជាតិគឺហ៊ានធានាតែម្ដងបើយើងបានខ្លែមជាមួយនឹងគ្រឿងជាតិគឺកាន់តែអែមចាឥឡូវនេះគឺខ្ញុំបានចាប់ដាក់ចានហើយបងប្អូនចាឥឡូវនេះវីដេអូរបស់ខ្ញុំក៏បានដល់ទីបញ្ចប់ដែរបងប្អូនហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយដាក់ Subscribe និងជួយ Follow Page ឲ្យនាងខ្ញុំម្នាក់មួយផងបងប្អូនចាហើយសូមជូនពរបងប្អូនដែលជួបតែសេចក្តីសុខសប្បាយទាំងអស់គ្នាបាយបាយ